សួស្តីចឹងមេរៀនថ្ងៃនេះគឺយើងនិយាយពីកលឹះ10ចំណុចក្នុងការដាំប៉េងប៉ោះបាទចឹងមេរៀននេះក៏មាននៅក្នុងវគ្គបច្ចេកទេសធ្វើមេជីនិងដាំបន្លែផ្លែឈើហើយនិងវគ្គផលិតកម្មដំណាំប៉េងប៉ោះបាទចឹងដូចខ្ញុំនិយាយពីមេរៀនមុនអញ្ចឹងចង់ធ្វើអីឲ្យជោគជ័យនោះតែយើងយល់ពីវាណាបាទចង់ចាំមន់ឲ្យជោគជ័យនោះតែយើងយល់ពីមន់ឲ្យច្បាស់លាស់បាទចង់ចាំគោឲ្យជោគជ័យនោះតែយើងយល់ពីគោបាទហេចឹងមេរៀននេះគឺដូចគ្នាចង់ដាំប៉េងប៉ោះឲ្យជោគជ័យនោះតែយើងយល់នឹងដឹងឲ្យច្បាស់ពីបញ្ហារបស់ប៉េងប៉ោះបាទយ៉ាងហើយណាស់ក៏យើងត្រូវដឹងថាការថែទាំវារបៀបម៉េចត្រូវការព្រឺថ្ងៃអីរបៀបម៉េចដែរអាហ្នឹងអញ្ចឹងណាបាទអូខេអញ្ចឹងយើងចាប់ដើមចូលមេរៀនយើងដែរម្ដងបាទអញ្ចឹងដើម្បីដាំប៉េងប៉ោះឲ្យបានផលល្អនោះត្រូវយល់ពីប៉េងប៉ោះឲ្យច្បាស់ផងដែរអូខេអញ្ចឹងមាន10ចំណុចដែលយើងគួរតែដឹងពីវាបាទទី1ប៉េងប៉ោះត្រូវការពន្លឺផ្ទាល់ពីព្រះអាទិត្យយ៉ាងតិច10ម៉ោងក្នុងមួយថ្ងៃបាទ8ទៅ10ម៉ោងគឺអូខេបាទអញ្ចឹងរយៈពេលនេះណាត្រូវការពន្លឺផ្ទាល់ពីព្រះអាទិត្យណាបាទផ្ទាល់ពីព្រះអាទិត្យយ៉ាងតិច10ម៉ោងក្នុងមួយថ្ងៃអញ្ចឹងបញ្ហានេះគឺពិបាកតិចសម្រាប់អ្នកដែលដាំប៉េងប៉ោះនៅក្នុងផ្ទះផ្លាស្ទិកបាទឬក៏ greenhouse បាទអញ្ចឹង greenhouse ខ្ញុំសូមបញ្យល់ពាក្យ greenhouse តិច greenhouse នេះបើសិនបើយើងបកតាមពាក្យបច្ចេកទេសកសិកម្មគេហៅថាផ្ទះកញ្ចក់បាទអញ្ចឹងផ្ទះកញ្ចក់អាចនឹងគ្នាយើងឆ្ងល់សម្រាប់អ្នកចេះស្រាប់អត់អីទេណាសម្រាប់អ្នកដែលអត់ទាន់ដឹងអាចនឹងឆ្ងល់តទៀតផ្ទះកញ្ចក់នឹងយ៉ាងម៉េចធ្វើពីកញ្ចក់ឬមួយយ៉ាងម៉េចបាទអញ្ចឹងផ្ទះកញ្ចក់នេះគឺយើងធ្វើពីផ្លាស្ទិកទេជាទូទៅនោះបាទបើនៅស្រុកគេមានផ្ទះកញ្ចក់ពិតមែនណាផ្ទះកញ្ចក់តែម្ដង greenhouse នឹងផ្ទះកញ្ចក់បើនៅយើងភាគច្រើនគឺផ្ទះធ្វើពីផ្លាស្ទិកកស៊ូផ្លាស្ទិកហើយមួយទៀតគឺផ្ទះសំណាញ់នេះអង់គ្លេសហៅថា net house បាទអូខេអញ្ចឹងសម្រាប់អ្នកដែលមានផ្ទះសំណាញ់ឬសំទោសផ្ទះផ្លាស្ទិកអញ្ចឹងដាំប៉េងប៉ោះនៅក្នុងផ្ទះផ្លាស្ទិកយ៉ាប់បន្តិចពិបាកបន្តិចដោយសារលក្ខខណ្ឌរបស់វាគឺត្រូវការពន្លឺផ្ទាល់ពីព្រះអាទិត្យយ៉ាងតិចក៏8ទៅ10ម៉ោងដែរក្នុងមួយថ្ងៃអញ្ចឹងផ្ទះផ្លាស្ទិកវាមានដបូលអញ្ចឹងកាលណាវាមានដបូលពន្លឺព្រះអាទិត្យដែលចូលមកនោះគឺចូលមកដោយប្រយោលវាអត់ direct ដោយប្រយោលអត់ direct អញ្ចឹងអាប្រយោលបែបហ្នឹងជួនកាលវាធ្វើឲ្យដើមប៉េងប៉ោះរបស់យើងគឺលូតទៅដើមដែលអ្នកបច្ចេកទេសគេថាលូតវាប្រឹងលូតហ្នឹងគឺលូតទៅរកពន្លឺអាហ្នឹងណាដើមរបស់យើងខ្ពស់ទៅក៏តែអត់មានឃើញcluster កញ្ចោ cluster ផ្កាវាអត់ចេញផ្កាអត់ចេញផ្លែលូតទៅដើមបាទអាហ្នឹងអញ្ចឹងបាទទីមួយទៀតគឺវាមានផ្លែដែរក៏តែផ្លែហ្នឹងទៅតូចខុសប្រក្រតីណាដោយសារវាខ្វះពន្លឺអញ្ចឹងណាអាចអត់ផ្លែតែម្ដងបើទោះជាផ្លែហ្នឹងគឺតូចខុសពីប្រក្រតីហើយបើយើងពុះមើលផ្លែហ្នឹងគឺផ្លែហ្នឹងអត់មានក្របទៀតក៏មានដែរអាហ្នឹងគឺដោយសារពន្លឺវាអត់គ្រប់វាទទួលពន្លឺអត់គ្រប់អញ្ចឹងសម្រាប់អ្នកដែលដាំនៅក្នុងផ្ទះផ្លាស្ទិកគឺរៀងពិបាកតិចប្រសិនបើយើងដាំដំណាំយកផ្លែបាទអញ្ចឹងផ្ទះផ្លាស្ទិកដាំបន្លែស្លឹកបន្លែមើមគឺអូខេណាតែបើដាំបន្លែផ្លែរៀងពិបាកបន្តិចដោយសារបន្លែផ្លែវាត្រូវការពន្លឺព្រះអាទិត្យច្រើនម៉ោងក្នុងមួយថ្ងៃណាបើស្លឹកមើមត្រូវការតិចទេពាក់កណ្ដាលទេ
4 ទៅ 5 ម៉ោងអីអូខេបាទតែផ្លែដូចជាទ្រាប់ម្ទេសពេញប៉ោះអស់នេះគឺវាត្រូវការពលឺព្រះអាទិត្យណាយូរមកក្នុងមួយថ្ងៃជាការពិតហើយណាយើងដាំនៅក្នុងផ្ទះផ្លាស្ទិកវាធានាបាននៅសុវត្ថិភាពណាព្រោះផ្ទះផ្លាស្ទិកគឺកាត់បន្ថយពីការផ្លាញដោយសត្វល្អិតបានមួយចំនួនធំបានចូលជាង 80% ទៅ 90% អត់ខ្វល់ពីសត្វល្អិតចឹងកាលណាអត់មានសត្វល្អិតបំផ្លាញយើងក៏កាត់បន្ថយនៅការប្រើថ្នាំពុលកសិកម្មចឹងវាធ្វើឲ្យបន្លែរបស់យើងវាសុវត្ថិភាពចឹងហើយអ្នកដែលមានផ្លាស្ទិកគឺតែងតែដាំបន្លែនៅក្នុងផ្ទះនោះដើម្បីវាសុវត្ថិភាពតែចំពោះបន្លែផ្លែយើងពិបាកបន្តិចឃើញ Greenhouse នៅប្រទេសដទៃមានលក្ខណៈអូតូលក្ខណៈទំនើបឧទាហរណ៍ដូចជានៅជប៉ុនដែលខ្ញុំធ្លាប់បានទៅរៀននៅកូរ៉េដែលខ្ញុំធ្លាប់បានទៅរៀនហ្នឹង Greenhouse របស់គេគឺអាចបើកដំបូលបានបិទបើកដោយស្វ័យប្រវត្តិនៅពេលមេឃសតុំចង់ភ្លៀងហ្នឹងទៅវាបិទដោយអូតូដោយស្វ័យប្រវត្តិបិទពេលមេឃថ្ងៃស្រឡះល្អវាបើកអូតូបើកដំបូលហ្មងមិនមែនវាណូទេណាបើកទាំងដំបូលបាទទំនើបតែផ្ទះផ្លាស្ទិកនៅយើងនេះគឺអត់តន់ដល់លំដាប់ហ្នឹងណាលំដាប់ហ្នឹងវាថ្លៃអត់តន់ដល់ណាខ្ញុំជឿថានៅថ្ងៃអនាគតអាចនឹងមានការធ្វើផ្ទះផ្លាស្ទិកបែបហ្នឹងដើម្បីយើងអាចដាំបានទាំងបន្លែផ្លែគ្រប់បន្លែនៅក្នុងផ្ទះផ្លាស្ទិកហ្នឹងបាទដែលមកបច្ចុប្បន្ននេះប្រហែលជាអត់តន់មានទេព្រោះវាថ្លៃចំណាយដើមទុនច្រើនខ្ញុំមិនដឹងវាលក់ប្រហែលដងឯទៅរួចខ្លួននោះបាទអញ្ចឹងអត់តន់មានទេអញ្ចឹងអត់តន់មានបន្លែផ្លែយើងអាចដាំទីវាលបានណាបើយើងដាំទីវាលវាអាចប្រឈមនឹងជំងឺច្រើនអញ្ចឹងយើងធ្វើឲ្យយើងហ្នឹងគឺបង្កើតការថែទាំបង្កើនការប្រើប្រាស់ថ្នាំពុលកសិកម្មវាតាមនឹងបាទអូខេអញ្ចឹងកុំឲ្យវែងឆ្ងាយយើងបកមកមេរៀនរបស់យើងអញ្ចឹងចំណុចទី1គឺពេញប៉ោះត្រូវការពលឺផ្ទាល់ពីព្រះអាទិត្យយ៉ាងតិច10ម៉ោងក្នុងមួយថ្ងៃទី2ត្រូវតែធ្វើឲ្យស្លឹកហ្នឹងមានគម្លាតធំទូលាយល្អដើម្បីឲ្យខ្យល់អាកាសចេញចូលបានល្អរំលោះស្លឹកកាត់ស្លឹកចោលខ្លះណាកុំឲ្យវានៅសុបទ្រុបកាត់រំលោះស្លឹកចោលខ្លះឲ្យដើមនឹងវាស្រឡះកាលចាណាដើមនឹងវាស្រឡះពលឺឬក៏ខ្យល់អាកាសគឺវាចេញចូលបានល្អហេទី3ធ្វើត្រូវតែឧស្សាហ៍ធ្វើឲ្យគល់ពេញប៉ោះរបស់យើងនឹងត្រជាក់ម្ដងឬក៏មួយសប្តាហ៍ម្ដងឬក៏ច្រើនដងក្នុងមួយសប្តាហ៍ណាក្នុងអំឡុងពេលអាកាសធាតុក្តៅឬក៏នៅរដូវប្រាំងតែហាមដាច់ខាតការស្រោចទឹកដោយផ្ទាល់ពីលើបាទផ្ទាល់ស្រោចផ្ទាល់កុំអីធ្វើរបៀបម៉េចឲ្យគល់នឹងវាត្រជាក់ទៅណាអាចស្រោចក្បែរគល់អញ្ចឹងទៅណា10សង់ទីម៉ែត្រពីគល់ឬមួយក៏យើងដាំជាជួរចន្លោះពីដើមមួយទៅដើមមួយឧទាហរណ៍ថា50សង់ទីម៉ែត្រទៅ60សង់ទីម៉ែត្រគឺយើងស្រោចតាមចន្លោះហ្នឹងទៅអញ្ចឹងគល់នឹងវាត្រជាក់ហើយបាទហាមដាច់ខាតស្រោចពីលើណាបាទអាហ្នឹងគឺប្រព័ន្ធ drip សំរុំល្មមអាចប្រើបានប្រព័ន្ធ drip sprinkler ក៏បានតែដាក់រៀងឆ្ងាយតិចទៅគឺគល់វាត្រជាក់ហើយគេគ្រាន់តែចង់ឲ្យគល់ត្រជាក់ឯងគេមិនចង់ឲ្យយើងនឹងស្រោច direct ប៉ះលើស្លឹកប៉ះលើដើមអីទេឲ្យចង់ឲ្យតែគល់ត្រជាក់ទេបាទម្ដងក្នុងមួយសប្តាហ៍ឬក៏ច្រើនដងក្នុងមួយសប្តាហ៍ជាពិសេសរដូវក្តៅបាទចំណុចទី4គឺការក្តិចចុងមែកចុងដើមមេបាទឬក៏កាត់ខ្នែងចេញខ្លះខ្នែងបែកចេញពីដើមមេនេះខ្នែងហ្នឹងអត់មានផ្លែទេជាទូទៅគេអត់ទុកទេសម្ដែងនៅយើងពេលខ្លះទុកដោយសារកសិកររបស់យើងមានជំនឿថាមែកកាន់តែច្រើនផ្លែកាន់តែច្រើនបាទពេញប៉ោះមែកកាន់តែច្រើនផ្លែកាន់តែច្រើន
còn tại ok playច្រើនតែ play ហ្នឹងគឺខ្វះគុណភាពអត់គុណភាពបាទតូចចឹងទៅកងែងកងងរូបរាងខុសប្រក្រតីរូបរាងខុសពីពូជដើមពូជមេរបស់វាចឹងទៅបាទហ៎ទូចទុំនៅតូចតែទុំបាត់អាហ្នឹងចឹងដើមមេច្រើនពេកចឹងជាទូទៅអាមេខ្នៃដែលដុះចេញពីដើមមេហ្នឹងគឺគេមិនទុកទេអាហ្នឹងមេហ្នឹងគេអត់ទុកទេអានេះគេថាជាដើមមេនេះដើមមេចេញមកចេញចេញមកចង្កោមផ្កាផ្លែចឹងទៅចឹងអាមេដែលដុះចេញពីដើមមេហ្នឹងគឺគេអត់ទុកទេឃើញទេបាទការក្តិចត្រួយក៏ដូចគ្នាណាក្តិចត្រួយចុងដើមមេដូចគ្នាអាហ្នឹងគឺទៅតាមប្រភេទដំណាំប៉េងប៉ោះបាទអញ្ចឹងប៉េងប៉ោះដែលដាំមានពីរប្រភេទបាទប៉េងប៉ោះដែលប្រមូលផលកំណត់ហើយនិងប៉េងប៉ោះដែលប្រមូលផលមិនកំណត់អាប្រមូលផលកំណត់ជាទូទៅគឺគេច្រើនតែក្តិចដើមមេក្តិចកុំឲ្យវាលូតទៅទៀតណាឲ្យវាសុកចិត្តឲ្យវាបែកដើមបែកអីចឹងទៅហើយហើយជាទូទៅបើនៅយើងខ្ញុំអត់ច្បាស់ដែរប៉ុន្តែបើនៅជប៉ុនគឺទឹកតែ7 cluster ទេគេកាត់ចេញហើយលែងប្រមូលផលហើយទុកតែ7 cluster ទេក្នុងមួយដើមcluster ហ្នឹងគឺអាកញ្ចោកញ្ចោមកចង្កោមផ្កាណាផ្កាវាណាបាទអាហ្នឹងគេហៅ cluster ហ្នឹងឯងបាទនៅជប៉ុនបាទខ្ញុំធ្លាប់ទៅសិក្សានៅនោះខ្ញុំធ្លាប់ដាំពេញប៉ោះពិសោធន៍នៅនោះគឺពួកប្រមូលផលកំណត់បាទគឺគេទុកតែ7 cluster ទេគេយកដល់7 cluster គេលែងប្រមូលផលហើយដើមហ្នឹងគេកាត់ចោលហើយបាទហើយពួកប្រមូលផលមិនកំណត់គឺគេអត់ក្តិចដើមមេទេបាទឲ្យវាលូតដូចពេញប៉ោះវល្លិដូចពេញប៉ោះ cherry អាហ្នឹងគឺគេកម្រក្តិចដើមមេណាបាទអញ្ចឹងក្តិចដើមមេនេះគឺវាទៅតាមប្រភេទពេញប៉ោះណាការប្រមូលប្រភេទពេញប៉ោះប្រមូលផលកំណត់ហើយនឹងប្រភេទពេញប៉ោះប្រមូលផលមិនកំណត់ណាអង់គ្លេសហៅ indeterminate ហើយនឹង determinate ណាបាទអូខេចំណុចទី5ដែលយើងត្រូវដឹងពីវាគឺពេលពេញប៉ោះលូតបានកម្ពស់1ម៉ែត្រត្រូវរំលោះស្លឹកនិងមែកខ្នែងចេញពីដើមយ៉ាងហោចណាស់30សង់ទីម៉ែត្រពីដីគួរតែគ្មានស្លឹកហើយនឹងមែកណាបាទនេះគឺការដែលខ្ញុំដាំពិសោធន៍ពេញប៉ោះនៅជប៉ុននេះគឺ20សង់ទីម៉ែត្រពីដីគឺយើងធ្វើឲ្យដើមរបស់យើងឲ្យស្លាស់កុំឲ្យមានស្លឹកប៉ះដីឲ្យមានស្លឹកប៉ះដីបាទអញ្ចឹងនៅនោះគឺគេប្រើប្រព័ន្ធ drip ហ្នឹងគឺមិនមែនតក់ដូចយើងចំណាំតែឃើញនៅស្រុកយើងទេគឺគេមានលក្ខណៈដូចទយោមួយដូចបញ្ជុលអញ្ចឹងចាក់ជាប់ដីនេះអញ្ចឹងទៅដើមពេញប៉ោះហ្នឹងគល់ដើមពេញប៉ោះហ្នឹងគឺត្រជាក់រហូតដីមើលទៅដូចអត់សើមទេក៏តែទឹកហ្នឹងគឺតក់នៅក្នុងដីនេះគឺធ្វើឲ្យគល់ហ្នឹងត្រជាក់ជាងកាលណាគល់ត្រជាក់គឺដំណាក់ពេញប៉ោះហ្នឹងគឺផ្លែច្រើនបាទផ្លែហ្នឹងគឺគុណភាពបាទអូខេអញ្ចឹងពេលពេញប៉ោះលូតបាន1ម៉ែត្រពីដីអញ្ចឹង30សង់ទីម៉ែត្រពីដីនេះគឺយល់ល្អកុំឲ្យមានស្លឹកជាពិសេសស្លឹកដែលវាប៉ះដីគួរតែកាត់ចោលយល់ទេបាទទី5ដែលយើងត្រូវយល់ពីវាគឺដើមពេញប៉ោះយើងត្រូវធ្វើចំណាឲ្យវាបាទចំណាហ្នឹងគឺតាមរយៈការដោតឈើក៏បានយើងចងខ្សែក៏បានបាទចឹងកាលណាយើងអត់ដាក់ចំណាឲ្យវាទេវាអាចបាក់ដើមបាទអាចបាក់ដើមណាចឹងដាំពេញប៉ោះខុសពីដាំទ្រាប់ដាំម្ទេសណាបាទ
យើងធ្វើចំណាឲ្យវាអញ្ចឹងបាក់ដើមបាទទ្របមិនចាំបាច់ទេម្ទេសមិនចាំបាច់ទេបាទប៉ុន្តែម្ទេសថាអត់ចាំបាច់ដូចអត់ត្រូវដែរណាបាទឧទាហរណ៍ដូចជាម្ទេសខ្ញុំដាំពិសោធន៍នៅជប៉ុនដែរម្ទេសហាវ៉ៃអាហ្នឹងគឺចងខ្សែដែរបាទចងខ្សែដែរតែអញ្ចឹងគឺដើមអត់នឹងណាហ្នឹងគឺខ្ញុំដាំជាលក្ខណៈ hydroponic អូខេអញ្ចឹងចាំតាមដានមេរៀនពីម្ទេសខ្ញុំនឹងបង្ហាញបាទហើយម្ទេសនៅយើងគេដាំនឹងដីភាគច្រើនដូចអត់ដាក់ចំណាទេឃើញបាទហើយម្ទេសមួយទៀតនៅជនីខាងប៉ៃលិនដើមម្ទេសហ្នឹងគឺធំធុងអាហ្នឹងគឺមានចំណាដែរដោតចំណាអាស័យបាទប៉ុនមេជើងអបខ្លាចបាក់ដើមដែរកពស់ធំធុងពស់មែនតើណាបើម្ទេសអាហ្នឹងវាទៅតាមប្រភេទណាទៅតាមប្រភេទបើម្ទេសម្ដុំស្អាងគឺត្រឹមចកេះយើងទេតែនៅខាងប៉ៃលិនត្រឹមធុងត្រឹមកដើមខ្លះអាចមកចំហមនុស្សក៏មានដែរម្ទេសនៅប៉ៃលិនអូខេអញ្ចឹងយល់ល្អចប់ពីមេរៀននេះទៅគឺយើងអាចតាមដាន Facebook របស់ខ្ញុំទៅគឺនឹងមានមេរៀននិយាយពីម្ទេសអញ្ចឹងខ្ញុំនឹងបង្ហាញពីម្ទេសដែលខ្ញុំនិយាយមុនហ្នឹងអញ្ចឹងដើមខ្ពស់មកចំហមនុស្សពេលខ្លះគ្នាយើងអត់ជឿទេបាទតោះដល់ឃើញជាក់ស្ដែងបានអូមែនអូខេអញ្ចឹងបកមកវិញណាអញ្ចឹងពេញប៉ោះត្រូវការចំណាឬក៏ចងខ្សែពយួរវាជួយទប់លំនឹងដើមបាទចំណុចទី7បាទចំណុចទី7គឺនៅពេលដែលពេញប៉ោះចាប់ដើមទុំទៅត្រូវដែលបន្ថែមជីកប៉ោះដាក់ជុំវិញគល់ឬក៏ដាក់នៅក្នុងដីជុំវិញឬក៏ក្បែរដើមនេះពីការខ្ញុំដាំនៅជប៉ុនហ្នឹងគេសោយកស៊ូចេញមកគេយកដៃឆោតដីហ្នឹងទៅឲ្យគេរោយជីបាទហើយយើងជាលក្ខណៈកប៉ោះយើងកាប់ដៅកប់វាទៅក្បែរគល់ចន្លោះគល់នេះទៅតែបើយើងប្រើលក្ខណៈជីគីមីគឺយើងរោយនេះអានេះមកជួរយ៉ាងទៅបើកកស៊ូខាងនេះរោយខាងនេះមកជួរទៀតទៅហ្នឹងហើយគ្របកស៊ូឡើងវិញបាទជីបំពន់រហូតណាទោះជាពេញប៉ោះរបស់យើងទុំអាចប្រមូលផលក៏ដោយណាព្រោះពេញប៉ោះរបស់យើងប្រមូលផលជាបន្តបន្ទាប់អញ្ចឹងជីយើងត្រូវ support វាបន្តដែរអូខេចំណុចទី8ក្តិចត្រួយដើមមេដើម្បីបង្កើនផ្កាហើយនឹងផ្លែកុំឲ្យមែកច្រើនពេកហើយនឹងមិនជាបញ្ហាទេយើងមុននឹងហើយចំណុចទី9ត្រូវឧស្សាហ៍ត្រួតពិនិត្យមើលជាប្រចាំណាស្វែងរកវត្តមាននៃពពួកតកូវតកូវធំដែលជាប្រភេទតកូវមេអំបៅ Caterpillar ហើយមានភិនភាគខ្លួនធំពណ៌បៃតងអាហ្នឹងណាដូចក្នុងរូបភាពអញ្ចឹងហើយបើឃើញចាប់វាសម្រាប់វាចោលឬក៏បាញ់ថ្នាំណាចឹងអាតកូវហ្នឹងគឺជាទូទៅហើយតែតែមានហើយណាចំពោះអ្នកដាំនៅទីវាលគឺតែតែមានតកូវហ្នឹងតែចំពោះអ្នកដាំនៅក្នុងផ្ទះសំណាញ់វាអាចកាត់បន្ថយការចូលរបស់មេអំបៅចឹងកាលណាមេអំបៅចូលអត់កើតតកូវក៏វាអត់មានដែរក៏តែវាអាចមានដែរប្រសិនបើយើងចូលឲ្យផ្លិចបិទទ្វារចេញឲ្យផ្លិចបិទទ្វារអាហ្នឹងគឺអាចនឹងមានមេអំបៅចូលកាលណាមេអំបៅចូលគឺវាទម្លាក់ពងញាស់ចេញតកូវស៊ីខ្ទេចតែម្ដងក៏មានបាទអូខេចំណុចទី10គឺបេះភ្លាមពេលពេញប៉ោះធំទុំពេញលេញគឺយើងអាចបេះអញ្ចឹងនៅស្រុកគេគឺគេបេះទុំនៅជប៉ុននៅកូរ៉េគេបេះទុំដោយសារគេមានការដឹកជញ្ជូនរបស់គេរៀបនៅក្នុងឡាំងក្នុងប្រអប់អត់មានដាក់បន្ទប់ជាន់គ្នាអញ្ចឹងទៅគេនិយមបេះទុំនៅយើងថាមិនត្រូវទេគឺបេះខ្ចីបេះអាចារ្យ
nơi khiêu lối bè có miền đây và hiện qua cả chú á bè ở toàn tung ấy cứ hiện sơ sơ rất bè đời xa cả này như bè tung cứ bà cót chỉ khôi về đằng chùn đời xa dương ăn miền hiệp nơi không đặt nơi không bỏ cả đa rồi còn lăng ấy để cứ dương chỉ tu tư dương chọn phong thôi cót này pin chẳng cả này dương bà mô phò túng đặt thong cô lừa khnia tiết đó đựng chùn tiết lẹ phong ấy phong nó lui cái tịch bỏ đo tìm xa lui bạt chẳng hỏi ban đời dương kia thì dùng hộp chả rồi có chay và đời xa chả nâng chay nâng bế đằng chùn tới vì ọt khôi và nâng dần nó cứ trong giấy là lẹ khăn nẹ đây bà mô phò nẹ đây bè lụa ọt miền lăng tục đặt số 4 trắng đó là đây chấm buồn nè đây miền ọp miền ấy cái tục đặt số 4 có cái bè tùng lụa đây rồi và ok trong viện nó cứ miền bậc yên nơi không phải chạy cái tay thừa mấy chi nằm lại chơi nângផលិតកម្មនំប៉ោះបាទមេរៀនហ្នឹងអូខេប៉ុណ្ណឹងចឹងខ្ញុំដូចជាអត់មានអីត្រូវបន្ថែមទេអូខេចឹងចាំតាមដាននៅ page តាមដាននៅមេរៀនជាបន្តបន្ទាប់ដើម្បីទទួលបាននៅចំណេះដឹងកសិកម្មទាំងអស់គ្នាអូខេអរគុណច្រើន